បាទសួស្តីពុកម៉ែបងប្អូនខាងមុខនេះគឺជាប្រភេទទឹកសុទ្ធកណ្ដុង20លីត្របាទអញ្ចឹងចំពោះពុកម៉ែបងប្អូនដែលមានតម្រូវការចង់បើកសិប្បកម្មផលិតទឹកសុទ្ធខ្នាតតូចខ្នាតធំបាទខាងបងប្អូនមានការដំឡើងម៉ាស៊ីនជូនពុកម៉ែបងប្អូនគ្រប់ខេត្តក្រុងបាទតម្លៃសមរម្យធានាលើគុណភាពម៉ាស៊ីនបាទសេវាកម្មល្អមានទំនុកចិត្តជូនពុកម៉ែបងប្អូនហើយថ្ងៃនេះខ្ញុំចង់បង្ហាញថាការរកចំណូលអំពីទឹកនេះគឺល្អម្យ៉ាងដែរពុកម៉ែបងប្អូនដោយសារការរកចំណូលអំពីទឹកនេះគឺវាងាយត្រង់ថាយើងវិកខ្ចប់បាទវិកខ្ចប់ងាយស្រួលបាទហើយទឹកគឺយើងដឹងស្រាប់ហើយទឹកគឺវាមិនងាយផ្អូមដូចជារបស់ដែលយើងហូបជីទូទៅដូចជាអាហារហូបចុកឯងយើងផលិតមកវាអាចនឹងផ្អូមឆាប់បាទតែទឹកនេះងាយស្រួលពុកម៉ែបងប្អូនបើយើងលក់ដាច់ក៏វាផ្អូមដែរបាទហើយទីផ្សារមានតម្រូវការបាទរាល់ថ្ងៃនេះគ្រប់មនុស្សសត្វទាំងអស់គឺត្រូវការទឹកបាទអញ្ចឹងទឹកគឺហូបហើយគឺទៅហូបទៀតអញ្ចឹងតាក់ទងទៅនឹងធ្វើទីផ្សារហ្នឹងអាស្រ័យលើបងប្អូនការធ្វើទីផ្សារគឺមានសមត្ថភាពរៀងៗខ្លួនអញ្ចឹងលើពុកម៉ែបងប្អូនធ្វើទីផ្សារទេមិនមែនថាលក់មិនដាច់ទេលក់ដាច់នោះតែពុកម៉ែបងប្អូនចេះធ្វើទីផ្សារបាទការធ្វើទីផ្សារពុកម៉ែបងប្អូនស្វែងយល់ដោយខ្លួនឯងបាទទិញទឹកចិត្តមកយើងរបៀបណានោះតម្លៃល្អរបៀបណាហ្នឹងគឺអាស្រ័យលើយើងបាទអញ្ចឹងដូចជាភ្ញៀវរបស់ខ្ញុំអញ្ចឹងគឺគាត់មានមកច្រើនដោយសារគាត់ធ្វើតម្លៃល្អជូនគាត់ហើយការផលិតគឺអនាម័យបាទអនាម័យជូនអ្នកបរិភោគបាទការតាក់ទងនឹងគុណភាពទឹកគឺគាត់ព្យាមើលថែម៉ាស៊ីនខ្លាំងណាស់បាទអញ្ចឹងការពារកុំឲ្យមានមេរោគកុំឲ្យមានធូលីកុំឲ្យមានអ្វីផ្សេងលាយចុងទឹកគឺធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគបាទអញ្ចឹងគាត់មើលថែមែនទែនបាទកន្លែងចំណុចហ្នឹងហើយទើបធ្វើឲ្យគាត់មានទីផ្សាររាល់ថ្ងៃបាទទឹកគាត់ហូបទៅឆ្ងាញ់មានទំនុកចិត្តបាទអនាម័យបាទអញ្ចឹងរាល់ការផលិតគឺគាត់អនាម័យគឺគាត់លាងខ្លួនលាងកដុងលាងដៃលាងជើងគឺស្អាតមុននឹងគាត់វិចខ្ចប់បាទហើយម៉ាស៊ីនខាងអូនគឺប្រព័ន្ធមានការឆ្លងកាត់ត្រឹមត្រូវពុកម៉ែបងប្អូនបាទអាចតែគាត់មានផ្ទះល្វែងខ្លួនឯងមែនគាត់តែខាងមុខគាត់រៀបចំបានស្អាតបាទនេះគឺជា stand ប្រភេទ stand inox បាទមានបំពង់ច្រោះច្រើនដំណាក់កាលបាទទី1គឺយើងច្រោះចេញពីទឹករត់បាទទឹករត់គឺស្អាតមក90%ហើយយើងនិយាយថា70 80 90%ហើយមកឆ្លងបំពង់រ៉ែ inox នេះគឺបំពង់រ៉ែដែលមានកាបូននៅក្នុងហ្នឹងបាទមានកាបូនហើយក្នុងនេះគឺមានអែនតាសាយបាទគឺទឹកចេញពី stand ហ្នឹងមកវាឆ្លងកាត់តាមដំណាក់កាលនីមួយទាំងអស់បាទមានដូចជា resin ហើយឆ្លងកាត់ឆ្នាំង filter នេះគឺវាមានតម្រងសម្លេងបាទចេញពីតម្រងសម្លេងហ្នឹងមកឆ្លងកាត់ motor ហើយបានឆ្លងកាត់បដូល RO ជាតួកណ្ដាលនៃការចំណាញ់ចេញជាទឹកសុទ្ធជូនពុកម៉ែបងប្អូនបាទហើយបានឆ្លងកាត់ដំណាក់កាលចុងក្រោយនោះគឺបាទ UV សម្រាប់មេរោគបាទអញ្ចឹងទឹកម៉ាស៊ីននេះគឺមានស្តង់ដារត្រឹមត្រូវបាទរដ្ឋទទួលស្គាល់ត្រឹមត្រូវបាទក្រសួងទទួលស្គាល់ត្រឹមត្រូវនិយាយចេះពុកម៉ែបងប្អូនបាទអញ្ចឹងសូមពុកម៉ែបងប្អូនផលិតឲ្យមានអនាម័យទៅដើម្បីការពារសុខភាពអ្នកបរិភោគទៅគឺបានហើយពុកម៉ែបងប្អូនបាទអញ្ចឹងយើងមកនិយាយអំពីការរកចំណូលវិញគឺជាក់ស្ដែងពុកម៉ែបងប្អូនធ្វើទីផ្សារតាមសមត្ថភាពបាទយើងមានម៉ូយច្រើនយើងមានចំណូលច្រើនហើយបាទយើងមានម៉ូយកំងច្រើនហើយយើងទទួលបានចំណូលច្រើនហើយឧទាហរណ៍តាមមួយថ្ងៃយើងលក់បាន300កដុងបាទ500កដុងដូចជាគាត់នេះក្នុងមួយថ្ងៃ500កដុងខែក្តៅទៀតឡើងដល់1000កដុងអីនោះបាទគាត់មានលំមកច្រើនណាស់នោះលំមកមួយទៀតមកហើយនៅខាងនោះបងប្អូនគាត់បើកមួយកន្លែងទៀតបាទអញ្ចឹងបើគាត់លក់ដាច់ក៏គាត់អត់មាននៅថ្ងៃនេះហើយគាត់អត់មានផ្ទះនៅមានឡានជិះដែរបងប្អូនហើយលបគាត់មានតែលក់ទឹកទេបាទគាត់ជាម៉ួយខ្ញុំជាក់ស្ដែងម៉ួយ3 4 5ឆ្នាំហើយបងប្អូនមកមើលម៉ាស៊ីនឲ្យគាត់រហូតថ្ងៃនេះមកមើលម៉ាស៊ីនអត់ទឹកថ្លៃពីគាត់ទេបងប្អូនបាទព្រោះតិចតួចបាទជួយគ្នាទៅបាទប៉ុន្តែគាត់នៅតែឲ្យខ្ញុំប៉ុន្តែខ្ញុំអត់ចង់បានពីគាត់ទេបាទអញ្ចឹងអ្វីដែលខ្ញុំបញ្យល់គឺមានច្រាក់នឹងមានច្រើនទៀតបាទចង់បញ្យល់ពុកម៉ែបងប្អូនតែវាវែងឆ្ងាយអញ្ចឹងមានតែប៉ុណ្្នឹងពុកម៉ែបងប្អូនអាចសាកសួរបន្ថែមទៀតតាក់ទងទៅនឹងការវិចខ្ចប់របៀបណារបៀបណីបើកទីតាំងរបៀបណារបៀបណីហ្នឹងបាទពុកម៉ែបងប្អូនអាចឆាតសាកសួរបានបាទឆាតសាកសួរបានបើមានក្រុមហ៊ុនផ្សេង
តឡើងហើយអីហើយមានបញ្ហាអាចឆាតសាកសួរបានបាទខ្ញុំជួយបានប៉ុណ្ណាជួយពុកម៉ែបងប្អូនបានប៉ុណ្ណាយកប៉ុណ្ណឹងពុកម៉ែបងប្អូនហើយខាងបងប្អូនមានសមត្ថភាពមានបទពិសោធន៍បាទខុសពីក្រុមហ៊ុនផ្សេងខុសគ្នាទាំងអស់ពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនឆ្លាញ់រាប់អានចូលចិត្តអាចតាក់ទងបានតាមរយៈ page ឬ Telegram ក៏បានដែរពុកម៉ែបងប្អូនបាទសូមអរគុណ